ទូរស័ព្ទអេក្រង់ឆតនៅក្នុងដៃរបស់ខ្ញុំនេះវាមានអាយុកាលជិត10ឆ្នាំទៅហើយនេះគឺជា iPhone X ដែលបានផ្លាស់ប្ដូរពិភពទូរស័ព្ទ iPhone នៅក្នុងឆ្នាំ2017តើទូរស័ព្ទដៃមួយនេះនៅតែអាចប្រើប្រាស់បានជាធម្មតាទេឬក៏គេចាត់ទុកវាជាវត្ថុបុរាណទៅហើយតោះយើងមកមើលវីដេអូនៃការនិយាយអំពីគុណសម្បត្តិនិងគុណវិបត្តិរបស់វាជាមួយនឹងខ្ញុំទាំងអស់គ្នាចូលមកដល់ចំណុចដំបូងដែលខ្ញុំស្រឡាញ់ខ្លាំងពីទូរស័ព្ទដៃមួយនេះគឺទាក់ទងទៅនឹងការរចនាម៉ូដនិងរូបរាងរបស់វាតែម្ដងដែលគេរបស់វាជាប្រភេទ stainless steel វាមើលទៅមានសភាពភ្លឺរលោងស្អាតទោះបីជាខ្ញុំប្រើវារាប់ឆ្នាំដោយអត់ដាក់ case មិនក៏ដោយក៏ខ្ញុំមានអារម្មណ៍ថាវានៅតែភ្លឺស្អាតហើយយើងពិបាកមើលអាស្នាមឆ្កូតនៅលើតួ stainless steel នេះខ្លាំងមែនទែនហើយបូកជាមួយនឹងខ្នងក្រោយវាជាប្រភេទកញ្ចក់ភ្លឺជាទៀតវាមើលទៅកាន់តែមានភាព premium ខ្លាំងមែនទែនសម្រាប់ខ្ញុំជាមួយនឹងទំហំអេក្រង់ 5.8 អ៊ីងដែលវាតូចល្មមងាយស្រួលក្នុងការដាក់តាមខ្លួននិងប្រើប្រាស់ជាមួយនឹងដៃម្ខាងខ្លាំងមែនទែនចំណុចទី2គឺទាក់ទងទៅនឹងអេក្រង់ដ៏ច្បាស់របស់វាដែលជាអេក្រង់ AMOLED បំពាក់នៅលើ iPhone ដំបូងគេបង្អស់តែម្ដងទោះបីជាវាមិនមាន refresh rate រហូតដល់ 120Hz ដូចទៅនឹងទូរស័ព្ទស៊េរីថ្មីនេះក៏ដោយក៏ប៉ុន្តែវាអាចឲ្យយើងទស្សនាវីដេអូនៅលើ YouTube ក៏ដូចជា Netflix បានច្បាស់ត្រជាក់ភ្នែកតែម្ដងហើយរីឯប្រព័ន្ធនៃការ scan Face ID របស់វានឹងវានៅតែដំណើរការបានលឿននិងមានសុវត្ថិភាពផងដែរចំណុចទី3ដែលខ្ញុំចូលចិត្តចំពោះទូរស័ព្ទដៃមួយនេះគឺទាក់ទងទៅនឹងកាមេរ៉ារបស់វាកាមេរ៉ាភ្លួទំហំ12 megapixel នៅលើ iPhone X នេះវានៅតែអាចថតរូបបានល្អនៅក្នុងលក្ខខណ្ឌពន្លឺគ្រប់គ្រាន់ជាពិសេសដែលគាត់ចង់បានជាលក្ខណៈកាមេរ៉ា digital ដាក់តាមខ្លួនខ្ញុំគិតថា iPhone X ពិតជាស័ក្តិសមមែនទែនសម្រាប់អ្នកនរគ្នាអូខេអញ្ចឹងយើងបានដឹងអំពីគុណសម្បត្តិនៃទូរស័ព្ទដៃមួយនេះរួចរាល់ហើយអញ្ចឹងឥឡូវយើងមកដឹងអំពីគុណវិបត្តិនៃទូរស័ព្ទដៃមួយនេះម្ដងតើវាមានគុណវិបត្តិអ្វីខ្លះចំពោះការប្រើប្រាស់ផ្ទាល់ជាក់ស្ដែងរបស់ខ្ញុំទូរស័ព្ទដៃមួយនេះវាអាច update OS បានត្រឹមតែ iOS 16តែប៉ុណ្ណោះអញ្ចឹងដោយសារសម័យនេះជាសម័យកាល AI app មួយចំនួនគេបានរួមបញ្ចូល AI នៅក្នុងកម្មវិធីរបស់គេអញ្ចឹងសម្រាប់អ្នកនរដែលគាត់យកទូរស័ព្ទដៃមួយនេះមកប្រើប្រាស់សម្រាប់ download app ថ្មីៗខ្ញុំគិតថាអត់ស័ក្តិសមទេដោយសារតែទូរស័ព្ទដៃមួយនេះអត់អាច download នៅកម្មវិធីថ្មីៗឬក៏ update កម្មវិធីថ្មីៗដែលមានមុខងារ AI ប្រើប្រាស់បាននោះទេដោយសារតែកម្មវិធីឥឡូវវាទាមទារឲ្យមាន iOS ខ្ពស់ទើបអាច install យកមកប្រើប្រាស់បានអញ្ចឹងចំណុចមួយនេះអ្នកនរគួរតែដឹងអំពីវាដែរមុននឹងសម្រេចចិត្តទិញវាមកប្រើប្រាស់អូខេឥឡូវយើងចូលមកដល់ចំណុចទី2នៃគុណវិបត្តិរបស់ទូរស័ព្ទដៃមួយនេះគឺទាក់ទងទៅនឹង performance របស់វាទូរស័ព្ទនេះបានបំពាក់ដោយ chip Apple 11 Bionic អញ្ចឹងដោយសារតែវាមានអាយុកាលយូរហើយដូច្នេះហើយវាអាចដំណើរការបានលឿនដោយទូរស័ព្ទដៃឥឡូវនោះទេអញ្ចឹងចំពោះការប្រើប្រាស់ទូទៅខ្ញុំគិតថាវាអូខេការតបឆាតការលេង Facebook ឬក៏ social media ផ្សេងៗឬក៏ការប្រើប្រាស់ក្នុងការដាក់ install នៅ app ធនាគារខ្ញុំគិតថាវាអូខេប៉ុន្តែបើសិនជាអ្នកគ្នាយកទូរស័ព្ទដៃមួយនេះទៅលេង game ឬក៏ថតវីដេអូថតអីខ្ញុំគិតថាពិបាកខ្លាំងមែនទែនដោយសារតែខ្ញុំប្រើប្រាស់ផ្ទាល់វាជួបនៅបញ្ហាឡើងកម្ដៅលឿនខ្លាំងមែនទែនស្រាប់ក្នុងពេលឥឡូវនេះអូខេអញ្ចឹងចំណុចទី3គឺទាក់ទងទៅនឹងបញ្ហាថ្មសម្រាប់ទូរស័ព្ទដៃមួយនេះគឺដោយសារតែវាមានទំហំតូចចឹងថ្មរបស់វាក៏មានទំហំតូចផងដែរដែលទំហំថ្មរបស់វាត្រឹមតែ2716មីលីអាំពែរតែប៉ុណ្ណោះទូរស័ព្ទដៃនេះប្រើប្រាស់ជាទូទៅបើសិនជាអ្នកគ្នាប្រើប្រាស់នៅថ្មភាគរយពុះឬក៏ទឹមតែដូរថ្មថ្មីទេវាអាចប្រើបានចន្លោះពី2ទៅ3ម៉ោងឬក៏អាចប្រើប្រាស់លើសពី2ទៅ3ម៉ោងតាមការប្រើប្រាស់របស់អ្នកគ្នាជាក់ស្ដែងបើសិនជាអ្នកគ្នាយកទូរស័ព្ទដៃនេះប្រើប្រាស់ជាប្រចាំថ្ងៃខ្ញុំ recommend អ្នកគ្នាត្រូវតែមាន power bank ជាប់ខ្លួនជាប្រចាំតែម្ដងដោយសារតែវាអាចទ្រទ្រង់ការប្រើប្រាស់របស់យើងបានរយៈពេល1ថ្ងៃពេញនោះទេចំណុចទី4គឺទាក់ទងទៅនឹងការថតដដែលទេប៉ុន្តែទាក់ទងទៅនឹង night mode ទូរស័ព្ទដៃនេះទោះបីវាចេញដំបូងនៅក្នុងតម្លៃ$1000ក៏ប៉ុន្មានប៉ុន្តែវាមានមុខងារ night mode ដែលអនុញ្ញាតឲ្យយើងថតពេលយកបានស្អាតនោះទេជាក់ស្ដែងខ្ញុំប្រើប្រាស់ view ໄວចឹងនៅពេលដែលយើងថតនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់ខ្ញុំគិតថាពិបាកទទួលយកខ្លាំងមែនទែនជាមួយទូរស័ព្ទដៃមួយនេះសរុបសេចក្ដីមកទូរស័ព្ទដៃមួយនេះនៅតែអាចប្រើប្រាស់បានយ៉ាងរលូនសម្រាប់ខ្ញុំនៅក្នុងឆ្នាំ2026ខ្ញុំអាចយកវាទៅតាមខ្លួនថតរូបក៏ដូចជាស្ដាប់ចម្រៀងតបឆាតបអីផ្សេងៗបានយ៉ាងងាយស្រួលសម្រាប់ផ្នែកមួយចំនួននៃទូរស័ព្ទដៃមួយនេះក៏ខ្ញុំបានផ្លាស់ប្ដូររួចមកហើយដែរដោយសារតែខ្ញុំប្រើប្រាស់ view ខ្លាំងមែនទែនហើយអញ្ចឹងទាំងអស់គ្នាណាខ្លះដែលកំពុងតែប្រើប្រាស់ iPhone X ហើយនៅសំណុំស៊ីនអាច comment ខាងក្រោមឲ្យខ្ញុំបានដឹងផងសារតែទូរស័ព្ទរបស់ខ្ញុំនេះខ្ញុំបានផ្លាស់ប្ដូរវាច្រើនដងរួចមកហើយអូខេពីខ្ញុំទៅមានតែប៉ុណ្្នឹងហើយនេះគឺជា iPhone ដែលខ្ញុំស្រឡាញ់ខ្លាំងមែនទែនហើយវាក៏ជា backup phone របស់ខ្ញុំមួយផងដែរដែលខ្ញុំតែងតែយកវាតាមខ្លួនជានិច្ចបើសិនជាអ្នកនេះចូលចិត្តវីដេអូប្រភេទនេះកុំភ្លេច comment ឲ្យខ្ញុំបានដឹងផងយើងជួបគ្នាបន្តទៀតនៅក្នុងវីដេអូក្រោយ